សួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃទី3 ខែ 5 2025ខ្ញុំឆ្លើយតបទៅនឹងសំណួររបស់បងប្រុសនៅខាងកំពង់សោមបាទស្ទឹងហាយគាត់សួរថាគាត់បានពងពូជប្រមូលមកហើយតែភ្ញាស់ទៅចេះតែស្អ៊ុយច្រើនខូចច្រើនអញ្ចឹងថ្ងៃនេះយើងនឹងចែកម្លែកឲ្យច្បាស់ទាំងអស់គ្នាណាបងប្អូនណាបាទអញ្ចឹងពុកម៉ែបងប្អូនដែលចង់បានពងពូជល្អពងពូជដែលញាស់មកច្រើនពងពូជដែលញាស់មកមានសុខភាពកូនកដោបខ្លាំងចិញ្ចឹមរហ័សធំចិញ្ចឹមបានផលច្រើនបងប្អូនអាចតាក់ទងមកបានអញ្ចឹងពេលដែលបងប្អូនប្រមូលមកដំបូងពងពូជណាបាទប្រមូលមកពីទ្រុងដំបូងគឺបែបនេះបាទវាមានដុំវាមានខូចវាមានស្នោនេះអញ្ចឹងទី1ពេលដែលបងប្អូនរែងមកគឺរែងឲ្យអស់ដូចសាច់បាទរែង2ទៅ3ដងជាមួយនឹងកាច្រែងរុនតូចកាច្រែងអ៊ីណុកណាដើម្បីឲ្យខ្សាច់ជ្រុះអស់យើងកយទៅឃើញតែគ្រាប់ពូជនេះឃើញទេបងនេះឃើញបាទចានេះយើងអាចដាក់ចូលបានពេលល្អអញ្ចឹងយើងអាចដាក់ចូលបានអញ្ចឹងនេះគឺជាការរៀបចំគ្រាប់ពូជទី1បងប្អូនត្រូវរែងឲ្យអស់ខ្សាច់ទី2បងប្អូនយើងរែងអស់ខ្សាច់ហ្នឹងថារែង2ទៅ3ដងពេលដែលគ្រាប់ពូជយើងស្ងួតគ្រាប់ខ្សាច់វានឹងជ្រុះអញ្ចឹងពេលដែលយើងថ្លឹងទៅយើងបានបរិមាណគ្រាប់ពូជច្រើនទី2យើងត្រូវរើសស្អ៊ុយនេះពងស្អ៊ុយមានន័យថាពងដែលយើងឃើញវាចាក់ជាប់គ្នាបែបនេះគឺចោលណាអត់យកទៅភ្ញាស់បានទេខូចហើយបាទនេះឃើញខ្ញុំរើខូចច្រើនណាអញ្ចឹងខ្ញុំពេលដែលខ្ញុំរៀបពងពូជមិនថារៀបទុកខ្លួនឯងមិនថារៀបជូនភ្ញៀវជាពិសេសថ្ងៃនេះរៀបជូនបងស្រីនៅខាងព្រៃនុបបាទព្រៃនុបកំពង់សោមគាត់យកមុងល្អ2ដុំបាទមុងល្អ2ដុំហើយនឹងពងពូជបាទ2ឡាំងស្នោហើយថែមទឹកបន្លែបៃតងជូនបង1លីត្របច្ចៈបងស្រីធ្លាប់ទិញខ្ញុំ3ដងហើយយកទៅញាស់ល្អគាត់ទិញតទៀតហើយតម្លៃគាត់ថាអត់ថ្លៃជាងគេទេតែញាស់មកគឺល្អសុខភាពល្អពងកដោបនឹងញាស់មកកូនកដោបធំទៀតបងប្អូនណាបាទអញ្ចឹងដើម្បីបានពងពូជល្អបងប្អូនត្រូវរើសគ្រាប់ពូជដែលស្អ៊ុយចោលស្អ៊ុយអាចាក់ជាប់គ្នាហ្នឹងមិនបាច់ប្រឹងបេះទេចោលទៅបងប្អូនណាបាទទី2គឺស្នោនេះស្នោគឺរើសចោលអស់ដើម្បីបានពងពូជល្អយកមកភ្ញាប់បែបនេះគឺរើសនេះរើអាស្នោនឹងដៃខ្ញុំចោលអស់អត់ដាក់ចូលទេអត់មានត្រូវថ្លឹងអាហ្នឹងទៅឲ្យភ្ញៀវទេបាទកាលណាថ្លឹងអាហ្នឹងវាធ្ងន់ថ្លឹងអាហ្នឹងវាមានខ្សាច់អញ្ចឹងពេលដែលពងពូជបងប្អូនយកទៅញាស់បានតិចអញ្ចឹងយើងរើសឲ្យស្អាតរើសស្នោរើសពងពូជដែលស្អ៊ុយរើសចេញរើសហើយយើងយកមកថ្លឹងឲ្យគ្រប់ភ្នែកអញ្ចឹងភាគច្រើនខ្ញុំថ្លឹងគឺលើ